ជំរាបសួរអ្នកទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះគឺសូមប្រាប់ចំណុច review បាទចំណុចដែលយើងនឹងប្រឡងចេញបាទមានច្រើនដែរគឺតើតើ composite transition ក៏ដូចជា keyframe ផ្សេងបាទអញ្ចឹងយើងកុំខាត់ពេលយូរបាទគូកាត់ណាបាទអញ្ចឹងអាចមើល review អត់តន់ហើយបើថាយើងមើលអត់តន់យើងអាច playback សារថ្មីទៅបាទ loop play ទៅអញ្ចឹងយើងបើកកម្មវិធី DaVinci មកការកំណត់ interface ឬក៏ setting ផ្សេងៗយើងដឹងណាបាទហើយការ set up ក៏យើងបានដឹងមួយចំនួនដែរនៅខ្លះក៏តមិននេះដែរបាទអញ្ចឹងយើងបង្កើត project មួយមកបាទយកបង្កើត project មួយយើង save project មក save ហើយក៏បានដាក់ឈ្មោះមក review finalចឹងហើយការកំណត់ interface យើងដឹងហើយអានេះគឺ full screen នេះ full screen ក៏មានថាបានណាហើយ page ចឹងហ្នឹងបាទ page ក៏យើងដឹងដែរគឺ page មានចំនួន7 page ដែលយើងប្រើប្រាស់គឺមានតែមួយចំនួនតែយើងអាចបាទដោះចេញឬក៏ទុកអីក៏ស្អាតយើងប៉ុន្តែបើបងប្អូនប្រើទូទៅតិចតួចទេគឺបងប្អូនអាចប្រើតែ edit ហើយនឹង deliver ទៅក៏បានដែរណា choose ឬ color ផ្សេងៗនៅផ្សេងបើយើងបងប្អូនចង់ប្រើបងដាក់មកបាទអញ្ចឹងពេលខ្លះអ្នកខ្លះគាត់ចូលនេះ cut page នេះអញ្ចឹង interface ខុសគ្នាបាទ cut page គឺយើងអត់សូវប្រើបាទថាយើងរៀនពីមុនមកគឺយើងអត់សូវប្រើទេតែយើងចង់ប្រើក៏ប្រើទៅគឺសម្រាប់កាត់ media ជា clip កណាត់សម្រាប់ទុកម្ដុំតែមួយ edit page នេះប៉ុន្តែក្នុង edit page យើងមានទាំងអស់ហើយណាបាទមានទាំង cut មានទាំងទាញ media ចូលមានទាំងអស់បាទអញ្ចឹងយើងទុកក៏ទុកទៅបាទប៉ុន្តែតែមិនគុំមកច្រឡំនៅពេលដែលយើងធ្វើការព្រោះគ្រូប្រាប់ហ្នឹងគឺយើងមិនបាច់ទុក page ឲ្យញ៉ៃៗជួនកាលយើងចុចច្រឡំ page អញ្ចឹងទៅបាទអញ្ចឹងយើងទុកតែ edit color ឬក៏ deliver នេះបាទសម្រាប់ពេលយើងរួចរាល់ហើយនេះកាប់កែសលេងឬក៏សម្រាប់ដាក់សលេងអីផ្សេង effect សលេងយើងអាចប្រើនៅ fill បាទ fill line នេះបាទអញ្ចឹងឥឡូវគឺកុំឲ្យខាតពេលយូរគឺយើងចូលទៅក្នុង project របស់យើងមិញបាទគឺយើងបានបង្កើតហើយ review for final ឥឡូវយើងបាទ import media ចូលអញ្ចឹង project យើងអាច control ឲ្យ media បាទ import media យើងអាច control I បាទប៉ុន្តែមុននឹង import media យើងត្រូវបង្កើតអីគេតែផ្លេចគឺយើងបង្កើត timeline អញ្ចឹងបង្កើត timeline គឺខ្ញុំ control N ឬក៏ right click យកពាក្យនេះឬក៏ចូលកន្លែងនេះបាទនេះ new timeline ចុច control N ក៏បានយើងយកកន្លែងនេះក៏បានបាទចុច control N មកកាត់ timeline កន្លែងនេះគឺ use setting នេះគឺយើងធ្លាប់ប្រាប់ហើយគឺការកំណត់ប្រភេទ video format ឬក៏ monitor output color space អីគឺមានក្នុងហ្នឹងអញ្ចឹងយើងខែបបាទគឺយើងចុច control N ហើយចុច create យកមកបាទនេះជា timeline របស់យើង interface គឺយើងធ្លាប់កំណត់ហើយគឺអានេះគឺយើងចង់ឲ្យ timeline បានវែងនេះគឺ timeline ខ្លីបាទកន្លែងហ្នឹងគឺយើងចង់ឲ្យកន្លែង media pool នេះវាអត់មានកន្លែង drop down ហ្នឹងនេះយើងចុចជាងមកងាយហើយក្នុងនេះគឺយើងអាចទាញប៉ុណ្ណាហើយយើងអាចទាញចាហើយក្នុង preview នេះយើងអាចចេញអេក្រង់2មួយ playback preview មួយទៀត timeline preview យើងពីរហ្នឹងគឺយើងអាចកន្លែងនេះគឺយើងយក media កាត់តឲ្យនេះតម្លាក់មកក្នុង timeline ឬក៏យើងចង់យកមកក្នុង timeline ចាំយើងកាត់តក៏បានដែរណាបាទហើយកន្លែង preview ចេញពី timeline កន្លែងនេះគឺ preview media ចេញពី media pool បាទនេះកន្លែងនេះចឹងអ្វីដែលយើងសិក្សាពីមុនគឺយើងអត់ចាំបាច់អេក្រង់នេះពីរទេយើងទុកតែមួយបានហើយយើងទាញវីដេអូដាក់ក្នុង timeline យកមកឬក៏យើងមួយទៀតក៏អាចកាត់ហើយចំណងក្នុង timeline ចឹងយើង import media ចូលមកបាទ import media ចូលមកគឺឥឡូវខ្ញុំយកបាទជាទីហោទេណាបាទចាក់ស្ដែងប្រឡងគឺខ្ញុំមាន media ផ្សេងអត់យក media អនេះទេបាទចឹងឥឡូវគឺយើងយកពីនេះចូលទៅនេះទៀតបាទចឹងចូលហើយចឹងជាដំបូងគឺខ្ញុំប្រាប់តទៅនឹង composite mode ដែលធ្វើជាអក្សរដែលមានផ្ទៃជាវីដេអូបាទចឹងឥឡូវយើងអាចតែសេអក្សរហើយក៏បានឬក៏យើងដាក់វីដេអូចូលហើយសិនក៏បាន
សូមបញ្ជាក់ឲ្យការប្រឡងគឺយើងយកតែ1នាទីទេណាបាទវីដេអូគឺសូមកំណត់1នាទីនៃការប្រឡងហ្នឹងអញ្ចឹងឥឡូវបងប្អូនអាចពេលទេយើងវាជាប់នេះអញ្ចឹងយើងអាចលេងទៅទីទៅវាបានទាំងពីរនេះនេះឃើញទេបាទនៅពេលដែលបងដោះលីងចេះគឺបងបានមួយទេឃើញទេបាទយើងកាត់ចាំបងដាក់លីងទៅយើងកាត់ទាំងពីរវាដាច់ទាំងពីរយ៉ាងបាទអញ្ចឹងយើងអាចយកមកនាទីយើងអាចមើលទៅ10នេះគឺអាចចុចទីមកនេះមួយទីនេះមួយទីនេះមួយទីយើងអាច preview play យើងចុច space bar នេះឲ្យឃើញអេក្រង់មួយចុចនេះមកនេះពេលចេញ inspector វាចេញអេក្រង់មួយមកតែបើយើងអត់ចុច inspector ទេយើងអាចធ្វើអេក្រង់ពីរបានចឹងយើងចុច space bar preview play យើងបាទចានេះយើងដាក់ចម្រៀងបានហើយឥឡូវយើងទៅសេអក្សរមួយមកបាទតកតងនឹងបង្កើតអក្សរដែលមាន background ផ្ទៃអក្សរ feel របស់អក្សរជាវីដេអូបាទអញ្ចឹងយើងចូលទៅក្នុង title បាទទាញអក្សរដាក់មកអញ្ចឹងនៅពេលដែលបងប្អូនទាញអក្សរដាក់បើសិនបើ space timeline ពេកវាអត់ចូលណាបងបាទឬក៏បងប្អូនអាចទាញដាក់ក្នុងនេះក៏បាននេះណាគេ insert ទៅវាចូល class នេះមកគេតែបងប្អូនចង់ដាក់ក្នុង timeline បងប្អូនទៅសេរី space timeline ធំតិចមកនេះឃើញចានេះសអញ្ចឹងយើងសេសដល់មកចូលក្នុង inspector បាទកាត់លឿនដាក់ W មកបាទសហ្នឹងហើយយើងយក font ណាយើងថតតិចមកណាមកកំពុងស្គមពេកផ្ទៃអត់ស្អាតគាត់ថតចេញមកផ្ទៃស្អាតអូខេអញ្ចឹងតាមអក្សរនេះយើងចង់ឲ្យក្រោមដាក់មកក្រោមដើម្បីយើងចាក់ composite ទៅលើវីដេអូ clip នេះអញ្ចឹងដើម្បីឲ្យបាទវីដេអូ track របស់អក្សរនេះឲ្យមកក្រោមយើងមកស្ដាប់លើ track ហ្នឹងមកយកពាក្យ move track down បាទអញ្ចឹងក្រោមអញ្ចឹងតើមកយើងមើលអក្សរឃើញទេអញ្ចឹងយើងចុច select clip ខាងលើនេះមកបាទវីដេអូហ្នឹងចូលទៅ composite នេះឃើញទេអញ្ចឹងយើងអាចយក10 ឬក៏កន្លែងយើងបានសិក្សាហើយណាបាទយើងខែបយើងអាចយក multiply ក៏បាន multiply នេះបាទអញ្ចឹងអានេះជាលក្ខណៈ feel របស់អក្សរគឺ feel ជាលក្ខណៈវីដេអូឬក៏អាចកាត់ចោលខ្លះមកបានដែរបាទសម្រាប់គឺយើងមានដាក់ transition មួយទៅលើវីដេអូដែលយើងធ្វើនៅពេលប្រឡងអញ្ចឹងវីដេអូដែលខ្ញុំឲ្យធ្វើហ្នឹងគឺវាមានលក្ខណៈនិយាយអញ្ចឹងបងអាចកាត់កន្លែងនិយាយចោលហើយជាកណាត់ដាក់ transition មួយមកអានោះយើងចេះដែរណាបាទ transition តាមពី clip មួយទៅ clip មួយយើងដាក់ transition មកអញ្ចឹងយើងប្រាប់តែចំណុចតែនេះទេបាទអញ្ចឹងអានេះគឺយើងដាក់ composite របស់វាគឺយក multiply ឬក៏នេះដាក់ can ក៏បានឬក៏ linear burn ក៏បានទេដូចគ្នាអញ្ចឹងយើង play យើងចុច space bar អូខេចាឥឡូវយើងបានអក្សរហើយយើងត្រូវធ្វើអក្សរឲ្យវារត់បាទអញ្ចឹងរត់យើងធ្វើម៉េចដើម្បីអក្សររត់អក្សរហ្នឹងគឺដំបូងឡើយក៏អត់ឃើញទេអញ្ចឹងបងចូលទៅក្នុង setting ស្រេចអក្សរមិនស្រេចវីដេអូណាបាទចូលទៅក្នុង setting មើល composite អញ្ចឹងវីដេអូវិធីទី0នេះគឺវាអត់ឃើញទេអក្សរហ្នឹងអញ្ចឹងយើងទាញ position x មកទាញឃើញសំខាន់សេរី playhead ត្រូវណា playhead គឺនៅគល់នៃ0វិនាទីនៃ timeline ហ្នឹងបាទយើងទាញបាត់ហើយយើងចុច keyframe មួយពណ៌បាទប្រើប្រាស់ keyframe តើមកឲ្យវាដើរប៉ុន្មានវាដើរប៉ុណ្ណាដើរប៉ុណ្ណឹងអក្សររត់មកក្នុងអេក្រង់វិញអញ្ចឹងបងប្អូនសេរីនេះឬក៏បងប្អូនវាយលេខ0មកបាទគឺ0គឺមានន័យថាចង់បដាអញ្ចឹងវាយលេខ0មក enter ពងអក្សរវាចូលបដាអ
ចឹង play មកនេះចឹងគឺឃើញរត់គឺ frame កំណត់ position ទីតាំង position វារត់មកដល់វិនាទីនេះវារត់មកចំក្រៅក្រោមបន្ទាប់មកវា zoom បាទអញ្ចឹងវារត់បានមកស្ទុះ zoom មកប៉ុណ្ណឹងហើយ zoom អញ្ចឹងបងអាចសេរីនេះឲ្យខ្លីបន្តិចមកអក្សរហ្នឹងដើម្បីយើង copy អក្សរមួយទៀតបាទដើម្បី copy បងចុច Alt ឲ្យជាប់ចាប់ទីបាទអក្សរទៀតចឹងអក្សរនេះគឺដូចគ្នាប៉ុន្តែអានេះរត់អានេះក៏រត់ចឹងអានេះយើងត្រូវកុំឲ្យវារត់បាទឲ្យវានៅស្ងៀមនេះនៅពេលដែលផុតចឹងណាវារត់នេះហើយរត់ទៀតនេះចានេះយើងអត់ទៅរត់ទេយើងទៅ reset position បាទអញ្ចឹងចុចកន្លែងមកនេះ reset អានេះចោលអញ្ចឹងវាលែងរត់ហើយអញ្ចឹងយើងហ្នឹងយើងអត់ចង់រត់ទេយើង copy អាហ្នឹងដើម្បីអីដើម្បីដាក់ dynamic zoom តោះណាកន្លែងហ្នឹងដល់អញ្ចឹងហើយយើង dynamic zoom មកវា zoom ចូលទៅក្នុងសាច់អក្សរអញ្ចឹងយើងស្រេចអាហ្នឹងមកបើបើសិនបងប្អូនប្រើ dynamic zoom ជាមួយនឹងអក្សរមួយនេះនៅពេលដែលវារត់វា zoom បដាវារត់បដាអញ្ចឹងវាអត់ត្រូវអញ្ចឹងយើងចង់ឲ្យវារត់មកសន្ទុះចាំវា zoom អញ្ចឹងយើងត្រូវ copy អក្សរមួយទៀតបាទ copy text មួយទៀតណាតើមកចូលទៅក្នុង setting នេះ dynamic zoom បើវាមកផ្លឹបបើហើយយើងចុច swipe មួយព្រោះយើងបើកដំបូងគឺវា zoom out អញ្ចឹងយើងចុច swipe ទៅដើម្បី zoom in បន្ទាប់មកយើងចូលកន្លែងនេះយកពាក្យ dynamic zoom នេះអញ្ចឹងដូចយើងមកប្រាប់ហើយគឺបៃតងនេះគឺចាប់ដើម zoom អាក្រហមនេះគឺ zoom ទៅកាន់អាក្រហមនេះអញ្ចឹងឥឡូវបងប្អូនសេរីអាក្រហមនេះមកវា zoom ទៅណាឲ្យវាចូលសាច់ក្នុងអក្សរមកតែវា zoom ទៅនេះឬក៏ zoom លើផ្ទៃមុខណាស្អីបងណាបាទអញ្ចឹងមកកុំឲ្យប៉ះខ្មៅប៉ះខ្មៅគឺ zoom ទៅបកអាខ្មៅអញ្ចឹងកុំឲ្យវាចូលសាច់នេះអាខ្មៅនេះទៅមិនចូលសាច់ក្នុងសាច់អក្សរហ្នឹងកន្លែងនេះក៏បានទៅមិនស្អីអាហ្នឹងឲ្យកុំឲ្យប៉ះខ្មៅទេតែប៉ះខ្មៅនេះគឺ zoom ទៅឃើញវាអត់ត្រូវអញ្ចឹងដាក់ចេះមកណាស្អីកាន់តែមកកុំឲ្យប៉ះអាខ្មៅជុំវិញហ្នឹងអូខេអញ្ចឹងនៅពេលដែលបងដាក់អញ្ចឹងហើយបាទទៅវាចាប់តាមពី zoom ពីអាបៃតងនេះចូលទៅក្រហមនេះ play មកនេះវាយឺតបើយឺតតិចឲ្យខ្លីមកបាទនេះដាក់ខ្លីមកវាលឿនហើយ clip ហ្នឹងប្រូមួយទៀតនៅយឺតទៀតទាញខ្លីទៀតបាទឬបងប្រើនេះឲ្យវា zoom មើលនេះចុចនេះមក zoom មើល cursor យើងនេះ play head នេះនៅកន្លែងណាគឺវា zoom ទៅហ្នឹងមកដូចតែចុចនេះយើងចុចហ្នឹងបាទហ្នឹងចំកណ្ដាលយើងចុចកន្លែងនេះយើង zoom កន្លែងហ្នឹងយើងចុចនេះអញ្ចឹង play head គឺវាចំកណ្ដាល timeline ចាឥឡូវយើងមើលមិនអីចឹងអាចយកជាកាបានហើយអញ្ចឹងនៅពេលដែលផុតនេះផុតទៅអាងឹតឆឹងដោយសារវាជាប់នេះ composite mode អញ្ចឹងយើងកាត់ឡើងខាងហ្នឹងមកបាទចូលហ្នឹងប្រើឡាមកាត់ប៉ឡើងហ្នឹងមួយផ្លឹបឃើញទេហើយយើងចុចអក្សរ A អានេះចុចអក្សរ A យើងចូលក្នុង select បាទ select mode វិញណាអានេះយើងចុចអក្សរ 2 គឺ blend edit mode បាទអញ្ចឹងយើងចុចអក្សរ A មក select អាហ្នឹងអញ្ចឹងកន្លែងនេះគឺអត់បញ្ហាទេណាដល់ពេលផុតអក្សរខ្មៅអញ្ចឹងអានេះវាជាប់អីនេះអញ្ចឹងយើងដាក់ normal វិញមកបាទនេះ normal ទៅឃើញហ៎ play មកណាអូខេហើយមួយបាត់ easy អញ្ចឹងនេះគឺអូខេអញ្ចឹងចំណុចបន្ថែមទៀតគឺមើលសិនបាទតោះមកយើងបាទមានកន្លែងចំណុចធ្វើ border ដាក់លើវីដេអូមួយអញ្ចឹងឥឡូវយើងបន្ថែមវីដេអូមួយមកបាទបន្ថែមវីដេអូមួយគឺចូលទៅក្នុង media pool យកអានេះមកយើងអាចដាក់ចាប់ទាញតាសលេងចូលសលេងយកតែរូបទេបាទអាហ្នឹងអញ្ចឹងខ្លួនអាចកាត់មិនចឹងកាត់ចំណុចណាក៏បានណាអាយអូបាទអាយចាប់តាមនេះអូតាមនេះដាច់ប៉ុណ្ណឹងអញ្ចឹងអានេះយើងទាញមកអាចដោយទាំងសលេងដោយទាំងរូបអានេះយើងទាញតែរូបទេអានេះយើងទាញតែសលេងអញ្ចឹងឥឡូវយើងទាញតែរូបណាបាទយើងទាញនេះមកចាប់ដាក់លើហ្នឹងមកអញ្ចឹងនៅពេលដែលផុតគឺមានវីដេអូមួយចេញបាទអញ្ចឹងវីដេអូហ្នឹងគឺយើងធ្វើតូចហើយចុះដែរមានស៊ុំដោះចឹងនោះបាទនេះតោះនេះអញ្ចឹងយើងទាញកាប់ថាចេះមកឲ្យវែងពេកអូខេនេះអ
ចឹងអានេះគឺវីដេអូនោះគឺយើងដាក់ស៊ុំបាទចឹងដើម្បីដាក់ស៊ុំយើងដឹងហើយបាទយើងប្រើគេ effect បាទ effect ចូលទៅ effect មកវាមានពាក្យថានេះ border color border របស់คลิกទៅដាក់ស៊ុំឃើញទេចឹងស៊ុំនេះយើងអាចសេរីក្នុង inspector មកនេះបាទចាហើយកន្លែងហ្នឹងគឺសេរីហ្នឹងមកតើមកយើងចង់ឲ្យតូចធ្វើម៉េចចាតូចយើងអត់មានត្រូវសេរីកន្លែង composite ហើយកន្លែងនេះ transform zoom អត់ទេបាទសេរីហ្នឹងគឺអត់ទៅនេះសេរីទៅគឺវាទៅតែរូបទេស៊ុំតែទៅតាមទេបាទអញ្ចឹងយើងធ្វើម៉េចបាទអញ្ចឹងវិធីសាស្ត្រគឺមាន3យ៉ាងប៉ុន្តែគ្រូបានប្រាប់បាន2ក្នុងមួយទៀតគឺក្នុង Fusion បាទញញ៉ៃក្នុង Fusion នេះញញ៉ៃតិចអញ្ចឹងរបៀបទី1យើងអាចដាក់ effect មួយទៀតគឺ filter នេះហើយយើង scroll ក្រោមមកវាមានពាក្យ transform បាទអញ្ចឹងយើងអាចកែ transform ឲ្យទូចនៅក្នុង effect នេះយើង double click ទៅចូល transform មួយទៀតបាទអញ្ចឹងកន្លែងហ្នឹងយើងមិនប្រើក៏បានយើងប្រើវិធីសាស្ត្រមួយទៀតអា transform នេះបើយើង zoom ឲ្យតូចគឺវាអត់បានតូចបំផុតឬក៏ zoom ទៅតូចបាត់ទេបាទបើយើងប្រើអា transform នេះតែបើយើងប្រើវិធីសាស្ត្រទៀតគឺយើង compound បាទមកស្នាមយកពាក្យ new compound clip នេះបាទហើយចុច create មកអាហ្នឹងគឺនៅពេលដែលបងអូន zoom គឺ zoom បាត់បាននេះបាត់ឆឹងប៉ុន្តែបើយើងប្រើ effect នេះ zoom អត់បានបាត់ទេបាទសូមបញ្ជាក់អញ្ចឹងយើងអាចប្រើនេះមកចឹង composite មិញបាទ right click យកពាក្យ នេះមិន composite ទេ compound បាទ new compound clip នៅពេលហ្នឹងយើងអាចនេះឃើញទេ zoom បានប៉ុន្មានបាទអញ្ចឹងវីដេអូហ្នឹងគឺវាមានចលនាចេញមក zoom ចូល zoom ចេញ in out ពពណាបាទអញ្ចឹងបងណាឆ្នៃមកអញ្ចឹងដំបូងឡើយគឺវីដេអូហ្នឹងតូចយើងអាចដាក់តូចមក0យើងចុចឲ្យវាអត់ឃើញតែមកយើងចុច keyframe ពពតែមកវាដើរបានបន្តិចបាទសេរី play head បន្តិចមកទាញមកប៉ុណ្ណេះមកបាទតែមកសេរីបន្តិចទៀតទាញបន្តិចមកអាហ្នឹងគឺធ្វើពពខ្ញុំមើលហើយសេរីបន្តិចទៀតទាញបានធំប៉ុណ្ណេះមកសេរីបន្តិចទៀតទាញប៉ុណ្ណេះមកសេរីបន្តិចទៀតទាញប៉ុណ្ណេះមកទៅដាក់បានតង់ក៏បានណាទៅពេលដល់នេះឲ្យនឹងតបាត់ឆឹងបាទឃើញទេទៅ play មកអូខេនេះតបាត់ចឹងកន្លែងចំណុចនេះគឺមានដែរយើងអាចឲ្យវា smooth ទៅ smooth អូនមកស្ដាំនេះពេលវាចេញក្រហមមកយើងមកស្ដាំនេះវាមានពាក្យS សំខាន់ S in S out នេះចេញក្រហមស្រីអានេះឲ្យចេញក្រហមស្រី play head ទៅចេញ keyframe ក្រហមនឹងយើងអាចសេរីទីតាំងមកនេះ play head សេរី play head នេះចង់មកចេញអា keyframe ក្រហមយើងអាច right click មកនេះយក S in S out ហ្នឹងបានថាឲ្យវា smooth ល្បឿនវាកុំឲ្យវាត្រង់ពេកល្បឿនរបស់វាវឹបលឿនវឹបយឺតជាងណាបាទអញ្ចឹងយើងអាចសេរីលេងហ្នឹងឲ្យវាលក្ខណៈល្បឿនវាកុំឲ្យស្មើបាទល្បឿនចាប់ដើមនិងល្បឿនបន្ទាប់មកវាលក្ខណៈដូចយើងប្រើខ្សែកោងខើយើងអាចចុចហ្នឹងបាទអញ្ចឹងយើងអាចធ្វើអាក្រមចុចនិចក្បាលនេះចុចនិចមកទៀតចុចនិចទៀតមកបាទនេះចុចនិចហ្នឹងបាទអញ្ចឹងយើងអាចសេរីឲ្យវាយកនៅ smooth តែបើអត់ចាំបាច់ក៏បានណាបាទហ្នឹងគឺចំណុចបន្ថែមទៀតទេអញ្ចឹងនៅពេលដែល play វា smooth អូខេអូនវាអត់នេះចឹងយើងបានមួយចូលចំណុចមួយទៀតអក្សររត់បាទវាមាន text អក្សររត់មួយចប់ហើយខេបបាទអក្សររត់នេះគឺយើងប្រើឆ្នោតណាបាទយើងប្រើ background អក្សរហ្នឹងមកឆ្នោតមកចឹងគឺបងអាចចូលទៅ generator នេះយកនេះអានឹងអាចកុំព្យូទ័រមកគ្រាងណាចឹងទាញនឹងមកទាញវែងក៏បានបាទចឹងនៅពេលដែលវាបាត់អានឹងហើយវាចេញអក្សរនេះមកអស់ចេញអានេះបាទនេះយើងអត់យកនេះណាបាទ
យើងយកមកឆ្នោតតែអញ្ចឹងយើងក្របវាបាទក្របវាចូលទៅក្របមកខេបក្របថប់ហើយនឹងក្របបឋននេះអូខេមកឆ្នោតអញ្ចឹងមកអូខេឆ្នៃអានឹងរបៀបឆ្នៃអូខេហ្នឹងដាក់អក្សរទៅហ្នឹងរត់លើហ្នឹងអញ្ចឹងដំបូងគឺវាចេញមកមិនចេញផ្លែទាំងនេះឲ្យឆ្នោតនឹងវារត់មកឥឡូវបិទសលេងហ្នឹងមកវាថ្លឹងបាទនេះដល់ពេលដែលចេញមកគឺអាហ្នឹងវាចេញមកមិនផ្លែតអញ្ចឹងគឺវារត់អញ្ចឹងឥឡូវកន្លែងចាប់ផ្ដើមនៃវិសូនវិនីតិនៃអក្សរហ្នឹងឲ្យនៃ generator media ហ្នឹងបាទនៃ generator ហ្នឹងគឺយើងទាញគេនេះ transform នេះមកឬក៏យើងប្រើ transition push ក៏បានដែរប្រើ transition ក៏បានដែរណាធ្វើមកដូចយើងប្រើ transition ក៏បានយើងប្រើ keyframe ក៏បានទេ import មកចុច keyframe មួយប៉តមកវាដើរដល់មកឲ្យវាចេញអានឹងដាក់ port ពេញអក្រមដើរដល់នេះចុះបាទតមកយើងដាក់លេខ0ឬក៏ទាញមកវិញនេះទាញវិញអូខេទាញយើងយូរអញ្ចឹងបងវាយលេខ0ក៏បានវាយ0អូខេ flat ពេញឥឡូវយើង play មកវារត់យឺតពេកអូនសេរី keyframe វិញ flip នេះវាលឿនតិចណាសេរី keyframe នេះទីតាំង keyframe វាចិត្តគ្នាទៅរត់លឿនណាnó còn lướt yết tiết này chứ đây đấy nó chút này nè mà chẳng sẽ tí tăng cái frame này chẳng display quá phần mà chẳng nó bây giờ đi rút phật bốc chỉnh máu phật so với chập đàm chỉnh máu bị kháng sát đàm này mà chẳng là những so mày máu và chẳng dừng cho thực hành effect ถ่ายทอดហើយយើងយកនេះមកយកហ្នឹងមកណាដូចជាខ្ញុំឲ្យទៅ Western University វាខ្វល់ទី campus អញ្ចឹងយើងទីមកដាក់លើមកអូហើយសេមកវាស្អីចូលถ่ายทอดខេប Western University ត្រេមួយវាខlitis can first ណាចឹងអក្សរហ្នឹងគឺវាធំចឹងបងប្អូនទេតូចមកមាន zoom ផ្សាយវាទូចតិចមកបាទដូរ font ឲ្យវាស្អាតតិចទៅឲ្យវាពេញញឹមវិញណាគឺដាក់ស្អាតតិចខាប់តាមមកស្មែកបាទដូរទីតាំងអក្សរផ្លឹបមកក្រោមនេះ x y ទីមកក្រោមផ្លឹបនេះតមក position នេះទេ position មកដំបូងគឺអក្សរអត់ចេញមកទេពីនៅក្រៀតនេះទេខ្ញុំខែជីវិតគូបិទនេះសិនអញ្ចឹងយើងសេរីអត់បាត់ហ៎ណាមិញយើងសិតដល់ទៀតវាសេរីដល់ណាហើយយើងសេរីក្រោមបាទយើងសេរីបាត់មកមកណាចូលនេះសេរីបាត់ហ្នឹងអញ្ចឹងចុច keyframe នឹងមួយប៉ដល់ពេលវាដើរដល់ប្រមាណដល់តាមនេះឬក៏តាមនេះ size photo បាទដល់ហ្នឹងគឺអក្សរនោះឲ្យវាផុតទៅខាងឆ្វេងមកអញ្ចឹងទាញមកខាងឆ្វេងវិញវាផុតមកណាមិនទាញចំកណ្ដាលអាហ្នឹងគឺទៅវាដើរផុតឥឡូវ play មកយឺតក៏លឿនដែរចាំយើងសេរីទីតាំង keyframe អូអានេះអត់បាយសោះយឺតពេកទីនេះទីតាំង keyframe លឿនដែរប៉ុណ្ណឹងមកហេប៉ុណ្ណឹងមើលតនហើយអូខេ
Bâyចំណុចណាទៀតចឹងដាក់តែប៉ុណ្ណឹងលេង keyframe តែយើងស្រួលមួយចំណុចមួយទៀតបាទវាមានកន្លែងចំណុចមួយទៀតគឺ freeze frame បាទ freeze frame ចឹងចំណុចមួយទៀត freeze frame យើងដឹងណា freeze frame គឺដាក់ឲ្យ scope យើងចង់ scope កន្លែងណាចឹងវាថាយើងចង់ scope កន្លែងនេះយើងដាក់ playhead នៅកន្លែងណាទៅយើងវា scope បាទចឹងគឺថាកន្លែងនេះចង់ scope ចឹងយើង select មកនេះ select playhead ទៅមកកន្លែងតាមហ្នឹងយើងចង់ scope ឯហ្នឹងមកស្ដាំយកពាក្យអីគេនេះ change clip speed តោះមកយើងគ្រីសកន្លែង freeze frame នេះមកចុច change ចឹងវា freeze វា scope ធ្វើពីហ្នឹងទៅពេលកកសលេងក៏ scope ដែរវិញចឹងបងលុបសលេងចេញអា scope នេះយើងទៅទីសលេងមកវិញបាទចឹងយើងដោះ link នេះមកហើយយើងលុបសលេងចុច backspace ហើយទីសលេងមកវិញណាព្រោះដល់ពេល scope ទាំងសលេងបាទចឹងមើល play ម្ដងហ្នឹង scope ពុកនេះមើលបាទវា scope ឯង scope វានៅ play នៅលើនៅលើនេះអញ្ចឹងអាហ្នឹងយើងអត់ចូលពេកទេយើង scope តែខ្លីទេយើងពូនទៅទីទៅលើមកទីទៅលើទីនេះមកវិញហើយបន្ថយនេះប៉ុណ្ណេះបានហើយលឿន scope នេះយើង zoom តិចផងហើយប្រើ fade បាទ fade out តិចមកហើយយើង zoom មកវុបកន្លែងហ្នឹង scope មិនស្ទុះវាចឹងយើងអាចប្រើដៃមី zoom ដៃមី zoom ចុច swipe បាទតើមកយើងប្រើនេះផ្លឹបឲ្យវាចូលធំតិចមកបាទហ្នឹងមកបាទ zoom ធំតិចពឹបចូលវីដេអូអញ្ចឹងគឺយើងអាច scope អញ្ចឹងនេះអាហ្នឹងតែហ៊ានច្រឡំទាញដូរទីតាំងនេះគឺលេខ species គ្នាជាមួយ background ណាបាទអញ្ចឹងបងនេះធ្វើម៉េចប្រើអានេះប្រើ snapping នេះចាប់ទាញឡើងលើទៅវា snap ឲ្យសម្រួលក្នុងការដូរទីតាំង media ឲ្យវាត្រង់វាស្មើតែយើងអត់ប្រើអញ្ចឹងគឺទាញខុសតែខ្ទង់តិចគឺមើលទៅលេខសមហើយវាកលិះកន្លែងហ្នឹងនេះពេលយើងត្រូវអញ្ចឹងទៅវាស៊ីសាច់ជាមួយនឹងអា background វីដេអូក្រោមចាំមើលវា play ទៅវាប៉ះហ្នឹង scope ចំកន្លែងសកម្មភាពនឹង scope ហ្នឹងចឹងចូលនេះវិញនេះចាហ្នឹងគឺយើងប្រើ freeze frame បាទហើយមួយទៀតគឺយើងប្រើរូបភាពដែរបាទប្រើ border តោះមកយើងមានវីដេអូមួយទៀតដាក់វីដេអូមួយទៀតមកហើយយើងប្រើ border ហើយចេះហើយកន្លែងមួយទៀតគឺយើងប្រើ text បាទ effect text animation គឺយើងប្រើ Glit បាទហើយកន្លែងមួយចំណុចទៀតគឺយើងប្រើ composite ដែរយើងប្រើ generator នេះ generator នេះដាក់មកកន្លែងហ្នឹងយើងអាចដាក់ពណ៌វា select ហ្នឹងមកដាក់ពីក្រោមបានពីលើក៏បានយើង select ចូលទៅក្នុង composite បាទនេះដាក់ពណ៌អញ្ចឹងបាទអញ្ចឹងមានកន្លែងចំណុចដាក់ពណ៌អញ្ចឹងបងអាចដាក់ពណ៌បានដាក់ទៅមើលឡើងងងទៅចាក់ពណ៌ហ្នឹងគឺប្រើ composite អញ្ចឹងមានកន្លែងចំណុចមួយគឺប្រើហ្នឹងអញ្ចឹងបងអាចដាក់ចឹងមកណាគឺប្រើពណ៌ហ្នឹងហើយមួយទៀត text lyric បាទហើយ text Glit មាន Glit បាទនេះគេប្រើនេះចឹងបងដាក់ text មួយមកទាញ text មួយទាញ text ហើយខ្ញុំអត់ទៅសេណាបើចង់សេទេខ្ញុំមកលឿនតែមកយើងអត់ដាក់អាយ៉ហ្មងទេយើងត្រូវធ្វើគេត្រូវដាក់វាជា compound សិនមកស្ដាំយកពាក្យ new compound clip create ឲ្យចាំយើងដាក់នេះបើយើងអត់ compound ទេដាក់ effect អត់ចូលទេអញ្ចឹងយើងទាញមកចូលពុកបាទអញ្ចឹងយើងមើលបាទអញ្ចឹងវាមានកន្លែងហ្នឹងអញ្ចឹង style អញ្ចឹងណាអូខេហើយមួយទៀតគឺ write on បាទ write on ចាំខ្ញុំប្រាប់លេខ write on មួយទៀត
chẳng như là thạch mùi mó rải on cái pra nè thạch plus tiền nó tao mất xe nó bị Western University sẽ ôn các phép chậm chậm nè cái rồi thì cầm phơi chẳng rải on cứ việc trên mà đó mà so nó dương xe bọc chẳng chẳng dương select vô pra thạch plus này select cho nó cái không biết vì mình vậy rải on này chẳng như chập đào tập 4 chập đào là so nó cứ tiền nè cái này pra nè và sau rồi thì nó hay dùng cho khi frame một bò nó bị rải on ở VTC thằng mà chop chừng tiền mà đi mó cả lá dân tiền đi mà mình hay dùng play nó nhé mình nghĩ ok good vẫn sẽ khi frame chắc mà ta thuộc ăn phải tha cả sắc xa nó nhưng chơi tại vô là khi frame mà chẳng nói cả lại chẳng nói xem thấy cái ai chẳng ai khi frame rồi luôn anh mà chẳng vì tì tập 4 vì ôi thứ ấy và đào khi frame một vì play hand đã đào nát ở vị trí ấy chẳng còn cả tin đô ti tăng vậy được thì tất vì bật cái frame automatic cho nó trong khối cứ chúng ta scroll thạch nên chúng ta tăng bị tập 4 mình đấy chúng ta scroll này mà nhé chẳng tì nó mà chẳng xe mất mà cho lại thay thó lại mất nè mỗi dương từ xe buồn phải tốt hay dương xe này đã đào đấy đã đào mỗi dương từ xe mất và dùng khai phép đấy đã con này ở xa mà sẽ bị chua mất rồi mấy đã background ấy cứ càng chrome này background color là mấy tên background nó không thật nè cả hai bài nè mà cả chân mó nhé tiền đằng chân mó bình chân mó phần đằng mó hơi đặt bồi cái giải phẫu là mó anh ấy được chạy outline đấy này tiền làm lớn này là đặt bồi chân mó hay nó giữ đại chạy máu hay tiền thống nhé cho tối tiền thì tí nó không khán phone check mưa đó thôi tại vì play virus đây cái sao rồi trong là virus dưới tiền nào về virus dưới đây toàn đấy tiền nào về nhỉ tiền về nó virus dưới đây và nó cứ trồng chóc cái nào ok trong trường hợp xem xét con ai rồi số bán cho nên cứ khá mong vậy rồi convert vào tiếp và chẳng cứ trường hợp như trên blog mình phần nắng này và chẳng ai play cho lại lần 10 tới thì hoặc cho lời na rồi còn 10 hoặc tôi còn mất bài na tiếp còn ai số không group telegram và con